គេថាខុងវិញបកែអញ្ចឹងសាក់ឲ្យកាន់កវិតចូលសង្គ្រាមមើលសួរគេកាត់កបាត់ពួកគាត់បកែបានតែរៀបយុទ្ធសាស្ត្រទេតើយើងមានវិធីសាស្ត្រអីដែលឲ្យថា teamwork របស់យើងគាត់មានភាពជាអ្នកដឹកនាំខ្លួនឯងដោយសារតែភ្ជាប់ជាមួយនឹងសំណួរបងប្រុសតាក់ទងទៅលើជាអ្នកដឹកនាំល្អលោកគ្រូក៏ឆ្លើយសំណួរថាធ្វើឲ្យគេរីកចម្រើនចាជាក់ស្ដែងក្នុង teamwork របស់ខ្ញុំផ្ទាល់គឺភាពរីកចម្រើនអាចថាចន្លោះពី70ទៅ 80% ប៉ុន្តែសម្រាប់ខ្ញុំជាអ្នកដឹកនាំយើងត្រូវការដឹកនាំគាត់រហូតចាដែលគាត់มันមានភាពជាអ្នកដឹកនាំខ្លួនឯងលោកគ្រូតើមានវិធីសាស្ត្រអីដែលអាចថាកលឹះធ្វើឲ្យគាត់មានភាពជាដឹកនាំខ្លួនឯងចាបាទអរគុណទំនួលល្អណាស់អ្នកជួបរឿងនឹងច្រើនតាមពិតអញ្ចឹងជំហានទី1យើងត្រូវទទួលស្គាល់ភាពធម្មជាតិនៃមនុស្សសិនយើងមិនអាចបណ្ដុះមនុស្សឲ្យដូចគ្នាបានទេមនុស្សយើងមានភាពខ្លាំងខុសគ្នាអ្នកខ្លះគាត់ឈរលេខរៀងទី2បកែដល់ពេលឡើងមកឈរលេខរៀងទី1អត់បកែទេបានន័យថាគាត់បកែតែជាអនុឡើងមកប្រធានគឺឡើងបកែអញ្ចឹងយើងត្រូវមើលស្ថានភាពពិតថាគាត់បកែរបៀបម៉េចបើយើងចង់ជួយគាត់មែនណាមិនមែនព្រុញគាត់ទៅកន្លែងដែលគាត់អត់បកែទេអញ្ចឹងមើលស្ថានភាពពិតថាតើគាត់បកែគេហើយឲ្យគាត់ធ្វើរឿងនឹងឲ្យបានល្អបំផុតទេនឹងជាការជួយគាត់ដូចមេបដិវត្តចិនមួយឈ្មោះអីគេតេងស៊ីពីងមនុស្សពិភពលោកគេស្គាល់តេងស៊ីពីងច្រើនអញ្ចឹងតែមនុស្សតិចណាស់ដែលដឹងថាតេងស៊ីពីងមិនដែលធ្វើជាប្រធានាធិបតីចិនទេហើយអត់ដែលដឹងទេត្រូវអត់ដោយសារតែគាត់ល្បីលុបប្រធានាធិបតីពេកធ្វើឲ្យគេគ្រប់នេះច្រឡំថាគាត់ជាប្រធានាធិបតីចិនអញ្ចឹងចង់និយាយថាដោយសារគាត់ឈររ៉ូលនឹងត្រូវដល់ពេលគាត់ឈររ៉ូលនឹងត្រូវធ្វើឲ្យគេនឹងច្រឡំថាគាត់នឹងជាប្រធានាធិបតីចិនគាត់ល្បីជាងប្រធានាធិបតីទៀតដូច Benjamin Franklin អញ្ចឹង Benjamin Franklin ក៏ជាបុគ្គលល្បីដែលគេគិតថាគាត់ជាប្រធានាធិបតីអាមេរិកតែតាមការពិតគាត់អត់ដែលបានធ្វើជាប្រធានាធិបតីអាមេរិកទេព្រោះគាត់ដោយសារតែគាត់ជាមនុស្សដែលល្បីហើយមានស្នាដៃខ្ពស់ត្រូវបានគេយករូបគាត់ដាក់នៅលើដូចជាกระดาษ$10របស់អាមេរិកអញ្ចឹងត្រឡប់មកវិញចង់និយាយថាភាពជោគជ័យរបស់មនុស្សមិនចាំថានៅនឹងត្រូវឈរលេខរៀងទី1ទេតើទៅឲ្យចំថាតើគាត់ប្រខែគេហើយគាត់ធ្វើរឿងហ្នឹងអញ្ចឹងមេដែលល្អម្នាក់គឺមេដែលមើលឲ្យដឹងឧបនិស្ស័យរបស់មនុស្សជុំវិញខ្លួនយើងនេះតើមនុស្សនឹងត្រូវធ្វើគេអូម៉ាដូចក្នុងរឿងចិនយើងលើកឧទាហរណ៍សាងកុកគេថាខុងវិញបកែអញ្ចឹងសាក់ឲ្យកាន់កវិតចូលសង្គ្រាមមើលសួរគេកាត់កបាត់ពួកគាត់បកែបានតែរៀបយុទ្ធសាស្ត្រទេអញ្ចឹងតោះលើកដាក់ឲ្យចំកន្លែងមិនបកែមនុស្សព្រោះបើយើងរុញទៅខុសកន្លែងគឺមានបញ្ហាអញ្ចឹងមេដែលបកែមិនដែលថាចង់គាត់ចេះចង់គាត់ចោះទេតែរុញគាត់ឲ្យទៅព្រោះបើយើងមើលទៅថាគាត់សមនឹងអញ្ចឹងបានយើងសាកល្បងបើថាទៅមួយត្រូវត្រឡប់ក្រោយវិញពួកអ្នកខ្លះខូចអនាគតដោយសាររុញខុសតានៅពេលដែលគាត់ធ្វើការធម្មតាគាត់ខ្លាំងដល់ពេលទៅឃើញគាត់បកែទៅលើគាត់ធ្វើ team leader ដល់ពេលទៅធ្វើ team ខូចប្រយោជន៍អស់ហ្មងព្រោះស្អីព្រោះត្រូវចាំថាមេអ្វីជាចំណុចសំខាន់របស់មេគឺប្រឈមមួយសម្ពាធបានប្រឈមជាមួយនឹងការទទួលខុសត្រូវបានតែអ្នកខ្លះគឺគាត់ប្រឈមអត់បានមកឲ្យទៅសម្ពាធឬក៏ការទទួលខុសត្រូវហ្នឹងគាត់ទទួលយកបានអញ្ចឹងកាលណាយើងរុញគាត់ទៅហ្នឹងដូចសម្លាប់គាត់ចឹងគាត់ទៅជា stress ទៅជាតបប្រមល់ទៅជាអីផ្សេងទៀតព្រោះគាត់ធ្លាប់តែធ្វើការគេឲ្យធ្វើបានដល់ពេលនៅសុកឲ្យគាត់មកទទួលខុសត្រូវអ្នកអតីតធ្វើការគាត់ទទួលយកបានទេគាត់មានអារម្មណ៍ថាពិបាកទទួលយកខ្លាំងស្អីមិនគាត់អ្នកធ្វើហ្នឹងមិនគាត់ទទួលខុសត្រូវជំនួសអញ្ចឹងគាត់ធ្វើមេខាទេអញ្ចឹងត្រូវតែដាក់កន្លែងណាដែលគាត់ប្រកែហើយគាត់ធ្វើឲ្យអស់ពីសក្តានុពលដែលគាត់មានបាទយល់ទេបាទអូខេ